ជម្រាបសួរហើយក៏សូមស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអំពីវិធីក្នុងការប្រើប្រាស់និងផលិតកិច្ចទាំងការបង្រៀនតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12តាមរយៈប្រព័ន្ធ AI Auto Generator ដែលខ្ញុំបានផលិតផ្ទាល់តែម្ដងដើម្បីងាយស្រួលតាមបទសម័យ AI ទាំងអស់គ្នាបាទតោះចឹងដើម្បីកុំឲ្យខាតពេលយូរយើងមកធ្វើការបង្កើតកិច្ចទាំងការស្វ័យប្រវត្តិនឹងទាំងអស់គ្នាបាទហើយវីដេអូនេះផងដែរខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងបាទសូមធ្វើការអធិស្ឋានទៅផងបើសិនបើមានការលើសលួសឬក៏ត្រង់ចំណុចណាដែលខ្ញុំមិនបានបញ្យល់ក្បោះក្បាយផងដែរតោះដំបូងឡើយយើង check មកមើលលើប្រព័ន្ធផលិតកិច្ចទាំងការបង្រៀននៅខាងលើបាទកន្លែងនេះកន្លែងវិភាគរូបភាពជាអក្សរបាទហើយកន្លែងនេះមាន API key free បាទហើយកន្លែងនេះតម្រង់ផ្លូវការកន្លែងនេះយើងបង្កើតថ្មីចឹងមកអូខេជំហានដំបូងលោកគ្រូអ្នកគ្រូគ្រាន់តែចូលទៅកាន់កន្លែងឈ្មោះសាលារៀនមកឧទាហរណ៍ជាក់ស្ដែងដាក់សាលាអនុវិទ្យាល័យស្ទឹងសំរោងបាទអនុវិទ្យាល័យអនុវិទ្យាល័យស្ទឹងសំរោងរបស់ខ្ញុំចឹងមកអូខេកន្លែងនេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំអូខេដាក់ឈ្មោះលោកគ្រូឬក៏ឈ្មោះលោកគ្រូចឹងអូខេហើយកន្លែងនេះថ្នាក់ទីប្រហែលយើងអាចរើសបានតាមធម្មតាត្រង់ចំណុចនេះខ្ញុំដាក់ទី8ឧទាហរណ៍ភាសាខ្មែរមេរៀនទីប្រហែលមេរៀនទី6យើងចោះបានមេរៀនដូចគ្នាកន្លែងនេះឧទាហរណ៍រឿងយ៉ាតោះរឿងនិទានអូខេថាដូខ្ញុំចេះត្រូវចោលទេចេះតែដាក់សិនណាឧទាហរណ៍ចេះស្រូវចំណងជើងរងបានរឿងអប់រំបានដាក់រឿងចេះសិនរឿងអប់រំការចេះជួយគ្នានឹងចាស់ទេហើយកន្លែងនេះដាក់ទំព័រទី1ដល់ទំព័រទី5ចឹងចុះអូខេកន្លែងនេះនីតិរើសបានតាមចំណង់ចំណូលចិត្តបានយ៉ាងដាក់50នាទីចុះហើយកន្លែងនេះបើសិនជាលោកគ្រូអ្នកគ្រូបង្កើតថ្ងៃណាគឺវាលោតអូតូម៉ាទិកថ្ងៃហ្នឹងផ្ទាល់តែម្ដងបាទហើយកន្លែងនេះទៀតសោតគឺលោកគ្រូអ្នកគ្រូអត់មានអីពិបាកទេបាទដល់ពេលដែលយើងបញ្ចូលតនន័យឬក៏បញ្ចូលអត្ថបទវានឹងធ្វើការលោតឬក៏បញ្ចូលលទ្ធផលសិក្សារំពឹងទុកដល់អូតូម៉ាទិកបានតែនេះយើងអាចបញ្ចូលមកអូខេដូចគ្នាអញ្ចឹងកន្លែងខ្ញុំដាក់ reading ចោះកន្លែងហ្នឹងបាទអូខេទីហាមជ្រើសរើសកន្លែងនេះអូខេខ្ញុំជ្រើសរើសហ្នឹងមកសម្រាប់ឧបទេសយើងអាចបញ្ចូលបានអូតូម៉ាទិកទៀតកន្លែងនេះព្រមលោកគ្រូដាក់បានអត់ក៏បានដែរបាទនេះបញ្ចូលមេរៀនបញ្ចូលអត្ថបទមេរៀនដើម្បីវិភាគ5ជំហានដូចជាក់ស្ដែងយើងរត់ទៅលើវិញ scroll ទៅលើមកខ្ញុំធ្វើការវិភាគរូបភាពជាអក្សរឧទាហរណ៍ខ្ញុំមានរូបភាពនេះមួយសិនខ្ញុំបដូរសិនបាទដើម្បីឲ្យងាយកន្លែងនេះเราជ្រើសរើសលោកគ្រូត្រូវតែ save បាទឬក៏ screenshot រូបភាពរបស់លោកគ្រូអ្នកគ្រូមួយមកដើម្បីឲ្យវា generate រូបភាពហ្នឹងទៅជាអក្សរបាទឧទាហរណ៍ខ្ញុំរើសនេះរូបភាពនេះមួយប៉ោះបាទបន្តមកទៀតកន្លែងភាសាអត្ថបទក្នុងរូបភាពកន្លែងនេះយើងរើសដាក់ទី8ចឹងមកបាទគ្រប់ភាសាមានបារាំងខ្មែរដាក់ខ្មែរចេះអូខេបន្តមកទៀតលោកគ្រូអ្នកគ្រូក៏អាចចុចពាក្យថាបំលែងជាអក្សរបាទចាំតិចយើងបំលែងវាចឹងមកមិនថាជាអត្ថបទអង់គ្លេសអីទេឲ្យតែមានយើងរូបភាពគឺវាបំលែងបានទាំងអស់បាទយើងបាច់ចេញទៅឲ្យ Telegram ឬក៏ Google Translate ឬក៏ Gemini បកផែអីញ៉ៃទេ screenshot ជានេះអីញ៉ៃទេយើងគ្រាន់តែចូលនៅក្នុងកម្មវិធីរបស់ខ្ញុំចឹងមកឃើញហើយបាទ
control សិនមកវិញសិនដូចកន្លែងនេះអញ្ចឹងដោយសាររូបភាពហ្នឹងយើងមានជាប់ឈ្មោះខាងសមាគមអ្នកគ្រូបង្រៀនកម្ពុជាចៅក្រមអ្នកគ្រូយកមកយក Smiley អញ្ចឹងយើងអត់ចង់បានទេយើងធ្វើការ skip delete ចោលទៅបាទតោះតែកន្លែងអត្ថបទហ្នឹងមកអូខេបន្តមកទៀតកន្លែងនេះបាទយើងធ្វើការលុបទៀតមកបាទនេះគ្រាន់តែជាឧទាហរណ៍ខ្លីៗតែប៉ុណ្ណោះបាទអូខេយើងបានប៉ុណ្ណឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងលោកគ្រូអ្នកគ្រូក៏អាច copy អត្ថបទហ្នឹងក៏បានឬមួយវិញទៀតលោកគ្រូចុចកន្លែងទី2នេះបាទបំលែងទៅជាកិច្ចតែងការទាំង5ជំហាននឹងអូតូម៉ាទិកបងគឺវាងាយត្រង់ចំណុចហ្នឹងផ្ទាល់ដោយយើងមិនចាំបាច់ទៅក្នុងកន្លែងនោះទេបាទឥឡូវខ្ញុំចុចទៅលើកន្លែងចំណុចហ្នឹងយើងចុចទៅត្រង់ចំណុចហ្នឹងមកចាំតិចបាទបន្ទាប់ពីបាននេះហើយវានឹងរត់ចូលកន្លែងនេះអូតូម៉ាទិកតែម្ដងបាទអញ្ចឹងវាងាយមែនតើបាទគឺវាបំលែងឲ្យយើងរួចជាស្រេចផ្ទាល់ហើយលោកគ្រូអ្នកគ្រូក៏អាចធ្វើការ edit បន្ថែមនៅកន្លែងហ្នឹងចង់បញ្ចូលសំណួរបញ្ចូលតន័យអីបន្ថែមបន្ថយទៀតបានដូចគ្នាបាទអូខេកន្លែងនេះដូចគ្នានេះជំហានតាមប្រមាណបន្ថែមជួរបន្ថយជួរអីបាន delete កន្លែងនេះក៏បានដែរក៏បានដែរវាងាយអញ្ចឹងបន្ទាប់ពីយើងធ្វើការនឹងហើយលោកគ្រូឬក៏អ្នកគ្រូក៏អាចមើលកន្លែងមើលតម្រងបាននេះមកហើយនេះគ្រាន់តែគឺជាវិធីសាស្ត្រខ្លីៗទេបាទសង្ឃឹមថាលោកគ្រូអ្នកគ្រូក៏អាចធ្វើបានដូចជាខ្ញុំដែរហើយបើសិនជាលោកគ្រូអ្នកគ្រូចង់បានតម្រងកម្មវិធីផ្ទាល់ទៅមូលលោកគ្រូអ្នកគ្រូក៏អាចឆាតមកខ្ញុំក៏បាន comment ពាក្យថាចង់បានក៏បានក៏ខ្ញុំឲ្យ free បានកម្មវិធីហ្នឹងបាទចុះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអូបញ្ជាក់មួយទៀតលោកគ្រូអ្នកគ្រូក៏អាចបោះពុម្ពនឹងទាញយក PDF បាទហើយរក្សាទុកកិច្ចតែងការនឹងបានដូចគ្នាបាទហើយចាំវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមគោរពលាម្ដងទៀតជួបគ្នានៅវីដេអូថ្មីបន្តទៀតតកតូនទៅនឹងវិធីសាស្ត្រដើម្បីបម្រើឲ្យការអប់រំដើម្បីការអភិវឌ្ឍរបស់ក្រសួងអប់រំរបស់យើងទាំងអស់គ្នាបាយបាយ